ចឹង reading គឺជួយយ៉ាងបានច្រើនទាំង vocab ទាំងវេយ្យាករណ៍ពីរនឹងបូកចូលគ្នាលោកអ្នកនឹងអាច speaking បានយ៉ាងរលូនហើយចឹងធាតុផ្សំរបស់ការនិយាយលោកអ្នកមិនអាចអត់បានទេរវាងកត្តាពីរគឺកត្តា vocabulary ណាវាជារឿងដែលសំខាន់ចេះពាក្យកាន់តែច្រើនកាន់ល្អចេះនិយាយទៅប៉ាត់ណាប៉ាត់ណីទៅឲ្យតែគេស្ដាប់យល់ក៏និយាយបានតាមចិត្តអត់ជាបញ្ហាទេឲ្យតែគេយល់កូនក្មេងកើតមកអត់រៀនវេយ្យាករណ៍ទេតែចេះតែពាក្យស្ដាប់ឮហ្នឹងក៏អាចនិយាយបានដែរអាហ្នឹងក៏និយាយចោះក៏ប៉ុន្តែបើលោកអ្នកចង់ឲ្យការនិយាយរបស់លោកអ្នកប្រកបដោយគុណភាពគឺលោកអ្នកត្រូវតែមានសំណង់ប្រយោគគេហៅថា sentence structure គឺវាត្រូវតែមានធាតុផ្សំជាមួយនឹងវេយ្យាករណ៍ជាចាំបាច់ដើម្បីឲ្យការនិយាយរបស់យើងនឹងគឺមានលក្ខណៈកម្រិតលើកូនក្មេងតែកូនក្មេងឬអីនិយាយហ្នឹងទៅតែអត់ចេះវេយ្យាករណ៍ទេប៉ុន្តែយើងអ្នកសិក្សាភាសាអង់គ្លេសដាច់ខាតត្រូវតែចេះវេយ្យាករណ៍អញ្ចឹងមានន័យថាធាតុផ្សំរបស់ពាក្យធាតុផ្សំរបស់វេយ្យាករណ៍ពីរនឹងបូកចូលគ្នាធ្វើឲ្យការនិយាយរបស់លោកអ្នកគឺបានភាសាហើយអញ្ចឹងសូមចាំណាពីរហ្នឹងគឺមិនអាចคลิกគ្នាបានទេ vocab និង grammar គឺត្រូវតែនៅបន្តជាប់ជាមួយគ្នាដើម្បីឲ្យការនិយាយរបស់យើងនឹងវារលូនបានភាសាស្ដាប់ទៅបានហៅថាអ្នកដែលចេះដឹងនិយាយទៅគឺវាមានក្បួនខ្នាតវេយ្យាករណ៍ត្រឹមត្រូវហើយពីរហ្នឹងទៀតបូកបញ្ចូលគ្នាវាស្មើនឹងអីគឺវាស្មើជាមួយនឹងគេហៅថា writing skill ជំនាញនៃការសរសេរលោកអ្នកចេះវេយ្យាករណ៍លោកអ្នកចេះពាក្យច្រើនអញ្ចឹងវាសមមូលជាមួយនឹង writing ហ្នឹងហើយអញ្ចឹងធាតុផ្សំរបស់វាគឺបែបហ្នឹងឯងណាអញ្ចឹងសូមរៀនកុំចោលមួយណាអសោះ vocab ក៏យើងរៀនទៅ grammar ក៏យើងរៀនមករៀនពីនឹងបូកចូលគ្នាទៅចេះហើយនិយាយក៏បានអានក៏បានសរសេរក៏បានស្ដាប់និយាយហើយនេះបើគេហៅថាការរៀនភាសាអង់គ្លេសអូខេអញ្ចឹងកុំកាប់មុខទៅលើ vocabulary កុំកាប់មុខទៅលើ grammar កុំកាប់មុខទៅលើតែ slang កុំកាប់មុខទៅលើតែ idioms អាហ្នឹងគឺវាអត់ទៅរួចទេអូខេអញ្ចឹងមានតែប៉ុណ្្នឹងឯងយើងចប់មេរៀនហ្នឹងហើយលោកអ្នកមានសំណួរទេសំសួរមួយចា៎ជើញក្នុង grammar 12ហ្នឹងយើងចង់និយាយថា grammar ក្នុងចំណោមហ្នឹងតើ grammar ណាវាសំខាន់ជាងគេក្នុងវេយ្យាករណ៍អូខេបើនិយាយអំពីការទាំង12ណា 12 tenses នេះគឺសិតតែសំខាន់ទាំងអស់ចំនួនការទាំង12នៅក្នុងភាសាអង់គ្លេសសិតតែសំខាន់ទាំងអស់ដែលគេប្រើប្រាស់នៅក្នុងបរិបទផ្សេងគ្នាក៏ប៉ុន្តែប្រសិនណាបើយើងចង់ចេះតែត្រឹមតែយកទៅប្រើប្រាស់បានជាទូទៅគឺមានតការតែចំនួនប្រមាណទេដែលគេនិយមប្រើជាទូទៅទីមួយគឺ present simple ហើយបូកជាមួយនឹងcontinuous របស់វាទៅអាហ្នឹងគឺបងប្អូនវាហ្នឹងនៅគ្នាហ្នឹង continuous ដូចគ្នាដែរជាមួយនឹង past simple ហើយជាមួយនឹងបងប្អូនវាគឺ continuous ហើយក្នុងនោះផងដែរជាមួយនឹង present perfect ណា present perfect អានេះគឺសត្វតជាកាលដែលពេញនិយមហើយជាមួយនឹង future simple ណា future simple អាហ្នឹងក៏គេនិយមប្រើដែរវាសត្វល្បីហើយជាមួយនឹងបងប្អូនវាគឺ continuous ហ្នឹងណា future continuous ហ្នឹងគឺសត្វតែជាកាលដែលគេនិយមប្រើហើយអញ្ចឹងអ្វីដែលខ្ញុំប្រាប់លោកអ្នកនេះគឺជាកាលដែលគេនិយមប្រើបំផុតនៅក្នុងភាសាអង់គ្លេសលោកអ្នកអាចសង្កេតឃើញការទាំងអស់នេះភាគច្រើនគឺគេច្រើនប្រើហើយណានៅក្នុងទម្រង់របស់វេយ្យាករណ៍ដែលវិជាប្រៃឲ្យចាំទៅគេថាវេយ្យាករណ៍ដែលវិជាប្រៃណាក៏ប៉ុន្តែប្រសិនបើលោកអ្នកចេះលើសនឹងទៀតគឺកាន់តែប្រសើរដូចជា past perfect នេះគេមិនសូវប្រើប្រមាណទេក៏ប៉ុន្តែពេលណាដែលលោកអ្នករៀនតាក់ទងជាមួយសំទោស
ពេលណាដែលលោកអ្នករៀនតាក់ទងជាមួយនឹងការនិទានអំពីអ្វីដែលវាកើតឡើងមុនអ្វីទៀតនៅក្នុងអតីតកាលណា past perfect នេះគឺវាដើរតួមួយដាច់ចលែកមួយផ្សេងទៀតដែលបង្ហាញពីសកម្មភាពដែលកើតមុនអតីតកាលទៀតប៉ុន្តែអាការនេះគេមិនសូវប្រើហ្មងទេតែបើចេះល្អ past perfect ដូចជាខ្ញុំប្រើច្រើនដែរអូខេអញ្ចឹង present perfect ហើយជាមួយនឹង past perfect នេះគឺរៀនប្រើច្រើនតែបើសិនជា future perfect គេមិនសូវប្រើទេព្រោះអានឹងវាបង្ហាញពីសកម្មភាពមុនសកម្មភាពណាមួយទៀតឯណោះនៅក្នុងអនាគតដែលកម្រនឹងជួបប្រើណាអញ្ចឹងសរុបមកវិញកាលប៉ុណ្ណេះគឺជាការដែលមានវិជ្ជាប្រយោជន៍បំផុតនៅក្នុងការប្រើប្រាស់ភាសាអង់គ្លេស present simple present continuous past simple past continuous present perfect and past perfect ហើយជាមួយនឹង future simple ហើយជាមួយនឹង future continuous ប៉ុណ្ណឹងគឺចេះតែប៉ុណ្ណឹងគឺអាចប្រើការបានហើយអត់កិច្ចផុតពីនឹងទេខ្ញុំកំពុងតែរៀបចំនៅសភៅ grammar មួយក្បាលដែលវាមានធៀបសំជាមួយនឹងវេយ្យាករណ៍ដែលប្រើប្រាស់ជាប្រចាំថ្ងៃតែម្ដងមានន័យថាកិច្ចអត់ផុតពីវេយ្យាករណ៍ទាំងអស់នោះទេពី A ដល់ Z គឺលោកអ្នកនឹងបានឃើញទម្រង់វេយ្យាករណ៍ហ្នឹងអញ្ចឹងសភៅហ្នឹងខ្ញុំបានត្រៀមក្នុងការបោះពុម្ពហើយប្រហែលជាអាចខែក្រោយឬក៏ប្រហែលមួយខែឬពីរខែទៀតខ្ញុំបោះពុម្ពហើយអញ្ចឹងខ្ញុំបានបង្គុំរៀបចំនៅវេយ្យាករណ៍ដែលលោកអ្នកអាចយកទៅប្រើប្រាស់បានគឺចេះតែមួយក្បាលហ្នឹងលោកអ្នកអាចមានសំណួរទាក់ទងជាមួយនឹងការទំនាក់ទំនងគេហៅថា grammar based ណា question for communication ហ្នឹងគឺសម្រាប់យកទៅគឺអាចរៀនទំនាក់ទំនងមួយគ្នាបានដែរអូខេអញ្ចឹងចម្លើយគឺមានតែប៉ុណ្្នឹងឯងការដែលពេញនិយមប៉ុន្តែលោកអ្នកត្រូវចាំណាការប៉ុណ្្នឹងវាមានកត្តាពីរទៀតណាគឺវាមានគេហៅថាទម្រង់ active គេហៅថាល្បះកាត់ណាហើយជាមួយនឹងមួយទៀតគឺpassive ល្បះកម្មអញ្ចឹងអាល្បះកាត់ហើយនឹងល្បះកម្មនេះគឺក៏គេនិយមប្រើដែរនៅក្នុងការទាំងអស់ហ្នឹងលោកអ្នកអាចច្បាស់ជាមួយនឹងកាលហើយតើលោកអ្នកត្រូវច្បាស់ជាមួយនឹងល្បះកាត់ល្បះកម្មនឹងទៀត active និង passive ទៀតអញ្ចឹងសរុបមកវិញក្នុងសភៅខ្ញុំមកក្បាលហ្នឹងគឺមានធៀបសំទាំងអស់ហ្នឹងខ្ញុំដាក់ក្នុងទាំងអស់ហើយអូខេមានតែប៉ុណ្្នឹងឯងសំណួរលោកអ្នកដែលឃើញខ្ញុំប្រម៉ូទទំប់សភៅខ្ញុំហ៎ឆាកក់ទុកឲ្យហើយចា ឃើញខ្ញុំប្រម៉ូទកំបមុខអត់ទេឃើញចា ឃើញតែមិនទាន់បានបោះពុម្ពទេណាហ្នឹងហើយចឹងណានឹងពី A ដល់ Z ណាចាប់ពី adverb adjective zero conditional ហ្នឹងគឺដឹងក្នុងហ្នឹងឲ្យមានអស់ហើយមកក្បាលហ្នឹងហើយចាអាចពូយកកន្លែង past perfect បានចង់អីគេចង់ឲ្យឆ្លើយឧទាហរណ៍ជាប្រយោគនៅក្នុងទម្រង់ past perfect អូខេចឹងនៅក្នុងទម្រង់ past perfect មានន័យថាវាកើតឡើងមុនអតីតកាលអញ្ចឹងខ្ញុំគូ diagram ឲ្យយើងមើលមួយដើម្បីយើងអាចតាមមកខ្ញុំតាន់អញ្ចឹងយើងឧទាហរណ៍ថាវាជា diagram ពីអនាគតបច្ចុប្បន្នហើយជាមួយនឹងអតីតកាលយើងប្រើទម្រង់ past perfect នេះដើម្បីបង្ហាញអំពីសកម្មភាពទាំងឡាយណាដែលកើតមុនសកម្មភាពណាមួយទៀតនៅក្នុងអតីតកាលអញ្ចឹងមានន័យថាយើងត្រឡប់មើលខាងក្រោយអ្វីដែលបានកើតមុននៅក្នុងអតីតកាលអញ្ចឹងនៅក្នុងចំណុចនេះគឺយើងប្រើជាមួយនឹង past ខ្ញុំសេពេណា past perfect ហើយអាការនេះគឺយើងប្រើជាមួយនឹង past simple ចាំមើលឧទាហរណ៍I had finished my lunch by the time my wife arrived អូខេចឹងខ្ញុំនិយាយថាខ្ញុំបានញ៉ាំអាហាររួចហើយមុនពេលដែលណាមុនពេលដែលគ្រួសាររបស់ខ្ញុំនឹងប្រពន្ធខ្ញុំបានមកដល់អញ្ចឹងមានន័យថាគេចង់បង្ហាញពីសកម្មភាពមួយដែលវាបានចប់សពគ្រប់ហើយគឺជាសកម្មភាព had finish បានញ៉ាំចប់ហើយញ៉ាំបាយចប់ហើយបន្ទាប់មក past simple ភរិយាខ្ញុំក៏បានមកដល់អញ្ចឹងវាជាអតីតកាលអញ្ចឹងមានន័យថា past perfect គឺជាសកម្មភាពទាំងឡាយណាដែលកើតឡើង
មុនសកម្មភាពណាមួយទៀតនៅក្នុងអតីតកាលសកម្មភាពណាកើតទី1ប្រើវាទៅក្នុងទម្រង់ past perfect ទៅហើយសកម្មភាពមួយណាដែលវាកើតឡើងបន្ទាប់ទៀតមកតាមក្រោយប្រើវាជាទម្រង់ past simple ទៅអានេះគឺជារបៀបនៃការប្រើប្រាស់ past perfect